តោះ make up ងាយៗជាមួយខ្ញុំជាមួយ make up look មួយនេះដំបូងខ្ញុំប្រើជាមួយនឹង mascara និងខ្មៅដៃគូចិញ្ចើមបន្ទាប់មកខ្ញុំជ្រើសរើសជាមួយនឹង color ភ្នែកពណ៌ដីដើម្បីធ្វើជា base ហើយខ្ញុំយកពណ៌ទឹកក្រូចចាស់និងទឹកក្រូចខ្ចីយកមកផាត់បន្ថែមដើម្បីធ្វើជាស្រមោលភ្នែករបស់ខ្ញុំយកពណ៌នឹងដដែលមក contour ច្រមុះរបស់ខ្ញុំដោយសារតែខ្ញុំមាន warm tone អញ្ចឹងខ្ញុំអាចប្រើប្រាស់ពណ៌នឹងបានសម្រាប់ foundation ខ្ញុំជ្រើសរើសយក True Match Foundation មកពី L'Oreal ក្នុងបរិមាណតិចបំផុតឥឡូវខ្ញុំប្រើប្រាស់ concealer នៅក្រោមភ្នែកនិងចង្ការបស់ខ្ញុំដើម្បីផ្ដល់ពន្លឺឲ្យមុខរបស់ខ្ញុំ apply cream blush នៅ high cheekbone របស់ខ្ញុំបន្ទាប់មកខ្ញុំអូសវាបន្ថែមនៅលើច្រមុះរបស់ខ្ញុំនេះគឺជា Wet n Wild Loose and Setting Powder ខ្ញុំយកវាមកផាត់ដើម្បីទប់ជាតិខ្លាញ់និងបិទបាំងកន្លែងដែលមានជាតិប្រេងខ្ញុំយក color ភ្នែកពណ៌ទឹកក្រូចចាស់ដដែលយកមកផាត់ក្រោមភ្នែកនិងវាយស្រមោលភ្នែកបន្ថែមនៅលើភ្នែករបស់ខ្ញុំសម្រាប់ស្រមោលភ្នែកនេះយើងថែមពណ៌រហូតដល់យើងពេញចិត្តឥឡូវខ្ញុំយកពណ៌ highlight ភ្លឺៗយកមក highlight ត្រង់ភ្នែកនិងច្រមុះរបស់ខ្ញុំឥឡូវខ្ញុំយកពណ៌សូកូឡាដិតយកមកវាយស្រមោលបន្ថែមហើយ make up នេះខ្ញុំអត់ប្រើ eyeliner ទេបន្ទាប់មកខ្ញុំពត់រោមភ្នែកហើយលាប mascara មកពី L'Oreal ដូចគ្នាហើយខ្ញុំយក eyeliner យកមកគូសក្នុងភ្នែករបស់ខ្ញុំសម្រាប់មាត់ខ្ញុំប្រើប្រាស់ color ភ្នែកធ្វើជា lip liner ជំនួស lip liner ដោយសារតែវាជាប់បានយូរហើយមានភាពងាយស្រួលនេះគឺជា Maybelline Teddy Lip Tint ហើយវាគឺជា new favorite creme របស់ខ្ញុំក្រោយខ្ញុំប្រើជាមួយនឹង powder blush oh my god ខ្ញុំស្រឡាញ់ blush មែនតើហើយខ្ញុំបន្ថែមជាមួយនឹង highlighter ហើយបន្ទាប់ពីហ្នឹងខ្ញុំក៏បានបន្ថែមជាមួយនឹង bronzer ផងដែរខ្ញុំចូលចិត្តយកវាដាក់ពីលើ color ថ្ពាល់របស់ខ្ញុំដើម្បីឲ្យវា mix ពណ៌ចូលគ្នាស្អាតហើយមើលទៅបែប sunky ចុងក្រោយខ្ញុំថែមជាមួយនឹងជ្រោយចំនួន2គ្រាប់ Oh my god ជ្រោយខ្ញុំមាន 3-4 ស្រាប់ហើយហ្នឹងខ្ញុំនៅស្រឡាញ់ថែមចង់ដាក់ទៀតហើយខ្ញុំក៏អត់ភ្លេចដែរជាមួយនឹង setting spray តោះមើលទាំងអស់គ្នាថាតើ look របស់ខ្ញុំយ៉ាងម៉េចដែរ Okay bye